vlog trong Sapada bao nhóm vẹn pì số đây nha thế ngày năng cư ngày xa ư per ngày giờ nhóm màu thon video vlog lấy ngày đang thon về ấy để xa ra nhưng đang ấy cứ là lời nó mai dân gặp phong để mình dừng game chỉ muốn những sim tại vì lên bên đặc đây bao giờ chẳng ai nhóm mặt ban mình cầm đất phơi video ấy để lại ta cắt to bò miến nâng mưa bò miến phong chẳng ngày nó đang ấy cứ nhóm thon cam phép lên tới 2 ngày nắng cứ nhóm từ mưa rương avatar cái tranh vẹn bấy mong buôn cái là ta lời nó bên ngày nó nhóm đã từ phạt cà phê nơi chết tia sẵn chăm là nghề tích bên nhóm từ mưa rương chết cà phê cái men cái lại tôi chấm nuôi đi nè bông ở vô cà phê màu lát score mùi hours later អញ្ចឹងបន្ទាប់ពីផឹកកាហ្វេរួចហើយខ្ញុំត្រូវទៅមើលកុនតែភ្លេចប្រាប់ថាអាវដែលខ្ញុំកំពុងពាក់ហ្នឹងគឺជាអាវដែលខ្ញុំទិញកាលពីពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រជាអាវខ្មែរយើងដែលមានរូបប្រាសាទព្រះវិហារអែមែនតើខ្ញុំថាប្រាប់ក្នុងវីដេអូដែរតែចេះតែភ្លេចអញ្ចឹងគឺខ្ញុំមកផ្សារជីបម៉ុង 2.1 ហើយខ្ញុំមកមើលរឿងអវតារវគ្គ 3 មនុស្សមកមើលច្រើនខ្លាំងអ្នកដែលមានបំណងចង់មកមើលគួរតែទៅឲ្យបានលឿនមុនម៉ោងតិចបើមិនអញ្ចឹងទេគឺថានៅស្ទះកន្លែងទិញ popcorn ដូចខ្ញុំអញ្ចឹងចូលមើលយឺតជាង10នាទីដាច់សាច់រឿងអស់ 2000 years later មើលចប់ហើយរឿងអវតារវគ្គ 3 ហ្នឹងសម្រាប់ខ្ញុំគឺវាល្អមើលកន្លែងវាយគ្នាមានច្រើនវាយតាំងពីដើមរឿងរហូតដល់ចប់ហ្មងតែខ្ញុំសុំសួរមួយអាំបូពួកភ្លើងហ្នឹងវាចេញមកពីណាក្បាលរឿងខ្ញុំចូលមើលអត់ទាន់ថ្ងៃទី 2 បាទថ្ងៃហ្នឹងគឺថ្ងៃអាទិត្យហើយក៏ពេលថ្ងៃដូចតែម្សិលមិញដែរស្អាតតែព្រឹកមិញខ្ញុំមិនមានតាណាទេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមិនមានអីទេគឺទៅផឹកកាហ្វេអ្នកដែលមើលវីដេអូខ្ញុំគឺដឹងហើយគឺជីវិតខ្ញុំតែងតែផ្សារភ្ជាប់ជាមួយនឹងកាហ្វេរហូតថាទៅកាហ្វេឥឡូវឈីកាត់កងមើលអាវលងាបាន2មិញឲ្យអ៊ំគាត់ខ្ចប់10000ថាចូលក្នុងផ្សារតែខ្ញុំវាខ្ជិលចូលមួយផ្លែតអញ្ចឹងខ្ជិលចូលបាទបានអាវ2មិនចូលកាហ្វេមកដល់ហាងកាហ្វេឆ្លៀតលោអាវឲ្យអ្នកនរគ្នាមើលបន្តិចទៅមិនធម្មតាមកលោអាវដល់ហាងកាហ្វេគេហ្មងផឹកកាហ្វេម្នាក់ឯងស្ដាប់ podcast មើលស្រីស្អាតមួយជីវិតនឹងមានប៉ុន្មានដងចង់ដាក់ហើយចេញពីកាហ្វេពេលវេលាគួរចាប់អារម្មណ៍បានមកដល់ហើយខ្ញុំបានមកមើលបាល់ទាត់ជំនួប classic match រវាងភ្នំពេញក្រោននិងបឹងកេតមុនប្រកួតហ្នឹងគេក៏មានគោរពវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពខ្មែរយើងនិងប្រជាជនដែលបានពលីនៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់ចៅសៀមដែរងាកមកបាល់ទាត់យើងវិញនៅ start OSN ហ្នឹងថ្ងៃរៀបលេខទៀតមកទៅស្អាតមែនទែនហើយប្រកួតនេះគឺល្អមើលខ្លាំងហើយប៉ះទង្គិចគ្នាក៏ច្រើនដែរតែយ៉ាងណាលទ្ធផលភ្នំពេញក្រោនឈ្នះបឹងកេតលទ្ធផល 1-0ហើយមុនទៅផ្ទះវិញខ្ញុំក៏ចូលទិញ green tea នៅកន្លែងម៉ូយរបស់ខ្ញុំនៅផ្សារចាស់មួយដែរជាកិច្ចបញ្ចប់ my weekend ស្អែកធ្វើការធម្មតា follow មួយអូ